ជំរាបសួរពុកម៉ែបងប្អូនបាទនេះចង់ចែកម្លែកពីជើងលើកម៉ូតូនេះដែលខ្ញុំកែច្នៃខ្លួនឯងយើងcopy តាមគេដែរទេប៉ុន្តែឥឡូវបងប្អូនមើលជាក់ស្ដែងអានេះយើងប្រើដែកកម្រាស់វា3លីហ្នឹងហើយសម្រាប់តិចយើងធ្វើតិចដាក់តិចមេអំបៅសាក្នុងអានេះដាក់ដែក18លីអានេះខ្ញុំដាក់ទំនប់ទប់កុំឲ្យវាហួសខ្ញុំដាក់វ៉េខ្សែហើយខាងក្រោមខ្ញុំតាបវ៉េខ្សែពីតិចទៅខ្ញុំតាបវ៉េខ្សែសងខាងដើម្បីថោជាមួយអាកង់នេះហើយជាមួយអាកង់ហ្នឹងដើម្បីឲ្យវារត់ទៅកុំឲ្យវារត់នៅលើដែកសរសៃនេះវាទន់អញ្ចឹងខ្ញុំដាក់វ៉េខ្សែពីសងខាងដើម្បីឲ្យវារឹងហើយអានេះខ្ញុំប្រើដែកធំអានេះខ្ញុំទិញដែកពីកន្លែងដេប៉ូគេលក់គិតម៉ែត្រអានេះ20លីខ្ញុំដាក់ដែក20លីមកហើយដងកាន់ខ្ញុំដាក់27ទី27ប៉ុន្តែកម្រាស់3លីនេះឡតក៏ដូចគ្នាឡតទីឡតវាខ្ញុំវះឲ្យវាទូចមក27ហ្នឹងវះឲ្យទូចមកដាក់វាហើយអានេះខ្ញុំធ្វើទំនប់ចុង20មួយទៀតដើម្បីទប់វាកុំឲ្យហួសអានេះបើបងប្អូនចង់ឲ្យមាំអត់ផ្លាស់ប្ដូរទេបងអាចប្រើជាតកែដាក់តកែ4គ្រាប់មួយខាង2គ្រាប់សាំងនោះ2ខាងនេះ2បងប្អូនដាក់លាងម៉ូតូជិលលើកចុះជើងឡើងបងប្អូនអាចដាក់យ៉ាងបានខ្ញុំអត់ទេខ្ញុំផ្លាស់ប្ដូរទីបាទហើយអានេះពីជិះខ្ញុំលើកម៉ូតូជាក់ស្ដែងឲ្យបងប្អូនមើលបាទនេះដាក់ហើយខ្ញុំមើលខ្ញុំឲ្យពុនខ្ញុំដាក់មកបាទនេះយកមកឡាយធ្វើទូឯកណោះនេះយើងយកមកដាក់មកនេះពុនខ្ញុំហ្នឹងនេះដាក់ត្រង់អត់តន់ត្រង់ទេដាក់ឲ្យវាចូលអឹបជាមួយអូខេខ្ញុំមើលគាត់លើកបាទនេះប្រពន្ធខ្ញុំលើកធូលហែកមើលអំបះឲ្យបងប្អូនមើលបាទមើលអង្គើតិចមើលវាធ្លាក់ទេបាទអំបះមកមុខវិញមើលបាទអីទេអានេះដាក់ប្រភេទអូតូក៏បានដែរនេះខ្ញុំតេស្ត copy រួចហើយប៉ុន្តែអត់តាន់បានតេស្តប្រភេទ click ឬក៏ប្រភេទ PCX ទេប៉ុន្តែបើ copy អត់អីទេខ្ញុំតេស្តរួចហើយបាទនេះស្រួលនេះយើងដល់ពេលយើងហើយយើងអាចដកចេញបាននេះសម្រាប់បងប្អូនចង់ធ្វើបូមដោះកង់មុខអីក៏បានដោះកង់ក្រោយអីក៏បានឬក៏ដាក់កន្លែងលាងអីក៏បានដែរបងប្អូនចង់ដឹងអាចសួរពីទំហំហើយនឹងសួរពីម៉ែត្របានធ្វើប្រវែងណាបដោយប្រហែលស្ទឹងប្រហែលហើយកម្ពស់ទំនប់នេះប្រហែលល្មមអីអាចសួរខ្ញុំបានបើចង់ធ្វើខ្លួនឯងបាទនេះជាមើលគុណខ្ញុំដាក់វិញអត់ធូលហុយអរគុណបើសិនបងប្អូនចង់ដឹងម៉ែត្រធ្វើរបៀបម៉េចស្ទឹងបណ្ណាបដោយបណ្ណាអាចសាកសួរខ្ញុំបានអរគុណជំរាបលា